កាលនោះខ្ញុំជិះម៉ូតូឆ្វែលតាមដងអូភូមិអូដំបងរួចហើយខ្ញុំក៏ជិះឆ្លងពីអូដំបងឆ្លងទៅវត្តតាមឹមក្នុងចិត្តខ្ញុំសែនវាត្រេកអររួចក៏បន្តក្រោមភ្លៀងរលឹមជិះម៉ូតូពីវត្តតាមឹមក្នុងចិត្តសង្ឃឹមទៅភូមិបោះពោទីដល់ភ្លៀមស្រីស្រស់ទុំទើនាងខំអើតមើលឃើញខ្ញុំឈប់ម៉ូតូនាងញញឹមខ្ញុំលើកដៃស៊ីញូហើយខ្ញុំទុកម៉ូតូនាងសួរអូពូមករកអីនាងសួរអូពូមករកអីខ្ញុំឥតដឹងឆ្លើយថាម៉េចមានតែរកល្បិចហើយឆ្លើយពាក្យយ៉ាងខ្លីថាបងមកគ្មានការអ្វីក្រៅពីអញ្ជើញស្រីអោណែថាទៅប្រជុំអ្នកម្ដាយអង្គុយក្បែរស្រីធ្វើហាក់ជាហីមិនស្ដីញឹមញុំព្រោះតែឮថាកូនទៅប្រជុំតាមពិតមិត្តមុំនឹងខ្ញុំនាំគ្នាទៅដើរលេងភ្លៀមស្រីស្រស់ទុំទើនាងខំអើតមើលឃើញខ្ញុំឈប់ម៉ូតូនាងញញឹមខ្ញុំលើកដៃស៊ីញូហើយខ្ញុំទុកម៉ូតូនាងសួរអូពូមករកអីនាងសួរអូពូមករកអីខ្ញុំឥតដឹងឆ្លើយថាម៉េចមានតែរកល្បិចហើយឆ្លើយពាក្យយ៉ាងខ្លីថាបងមកគ្មានការអ្វីក្រៅពីអញ្ជើញស្រីអោណែថាទៅប្រជុំអ្នកម្ដាយអង្គុយក្បែរស្រីធ្វើហាក់ជាហីមិនស្ដីញឹមញុំព្រោះតែឮថាកូនទៅប្រជុំតាមពិតមិត្តមុំនឹងខ្ញុំនាំគ្នាទៅដើរលេង